ចូលដល់មង្គលទី33ក្នុងចំណោមមង្គលទាំង38ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់វិបុលសុខគឺកិរិយាឃើញនៅអរិយសច្ចៈអរិយសច្ចៈមានន័យដូចម្ដេចអរិយៈប្រែថាប្រសើរឧត្តមសច្ចៈប្រែថាសភាពពិតមិនខុសអរិយសច្ចៈមានន័យថាសភាពពិតដែលបុគ្គលបានឃើញហើយបានក្លាយជាមនុស្សប្រសើរទី2អរិយសច្ចៈមានអ្វីខ្លះអរិយសច្ចៈមានអ្វីខ្លះកទុក្ខសច្ចៈត្រូវយល់ថាសភាពពិតនៃជីវិតគឺទុក្ខបានដល់ការកើតចាស់ឈឺស្លាប់វិលវល់មិនចេះចប់មិនចេះហើយខសមុតសមុតមុតទៅមុតសមុទយសច្ចៈត្រូវយល់អំពីហេតុដែលនាំឲ្យកើតទុក្ខបានដល់លោភៈសេចក្តីប្រាថ្នាទោសៈសេចក្តីក្រោធខឹងមោហៈសេចក្តីវង្វេងយល់ខុសនិរោធសច្ចៈត្រូវជឿថាមនុស្សពិតជាអាចរំលត់ទុក្ខបានដល់ព្រះនិព្វានជាទីក្សេមក្សាន្តផុតចាកទុក្ខគឺរំលត់លោភៈទោសៈមោហៈគឺមង្គសច្ចៈកន្លែងនេះខ្ញុំអត់ច្បាស់ថាអានយ៉ាងម៉េចទេបើសិនបើខុសសូមអភ័យទោសមង្គសច្ចៈត្រូវយល់នៅផ្លូវប្រតិបត្តិដើម្បីបានរួចផុតចាកទុក្ខគឺសិលសមាធិបញ្ញាកាលណាបុគ្គលបានឃើញច្បាស់នៅទុក្ខហើយក៏លះបង់នៅហេតុនៃសេចក្តីទុក្ខគឺតណ្ហាហើយបានដល់នៅទីរំលត់ទុក្ខពោលគឺព្រះនិព្វានដោយផ្លូវប្រតិបត្តិគឺអរិយមង្គគៈប្រកបដោយអង្គ8